តម្លៃមាសធ្លាក់ចុះវិញបន្តិចហើយនៅក្នុងព្រឹកនេះអរុនសួស្តីក៏ដូចជាជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតនឹងតម្លៃមាសក៏ដូចជាតម្លៃប្រាក់នៅព្រឹកថ្ងៃទី23ខែឧសភាឆ្នាំ2026អញ្ចឹងទេបើសិនជាបងប្អូនចូលចិត្តវីដេអូបែបនេះក៏ដូចជាចង់តាមដាននៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជារៀងរាល់ថ្ងៃសូមបងប្អូនជួយ Subscribe YouTube Channel របស់ខ្ញុំពីព្រោះថាខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជារៀងរាល់ថ្ងៃតែម្ដងបាទនៅក្នុងយប់មិញនេះផងដែរតម្លៃមាសបានធ្វើការធ្លាក់ចុះជាបន្តបន្ទាប់ហើយបានធ្វើការងើបឡើងវិញនៅក្នុងព្រឹកនេះហើយតម្លៃចុងក្រោយដែលខ្ញុំបានចូលទៅមើលនេះគឺមាសបានបិទនៅក្នុងតម្លៃ$4,509ក្នុង1អោនឬបើសិនជាគិតជាតម្លឹងហ្នឹងគឺស្មើនឹង$5,432ក្នុង1តម្លឹងឬស្មើនឹង$543ក្នុង1ជីផងដែរបាទចំណែកឯប្រាក់វិញប្រាក់ក៏បានធ្វើការផ្លាស់ទីស្រដៀងជាមួយនឹងមាសផងដែរហើយតម្លៃចុងក្រោយដែលខ្ញុំបានចូលទៅមើលនេះគឺប្រាក់ស្ថិតនៅក្នុងតម្លៃ$75ក្នុង1អោនឬបើសិនជាគិតជាតម្លឹងគឺស្មើនឹង$90ក្នុង1តម្លឹងឬស្មើនឹង$9ក្នុង1ជីហើយបើសិនជាគិតជាគីឡូក្រាមគឺស្មើនឹង$2,409ក្នុង1គីឡូក្រាមផងដែរបាទដោយសារថាថ្ងៃសៅរ៍អាទិត្យចុងសប្តាហ៍នេះទីផ្សារមាសអន្តរជាតិបានធ្វើការបិទមិនឲ្យទិញលក់ក៏ដូចជា trade មាសហើយនឹងប្រាក់នោះទេជាទូទៅតម្លៃមាសហើយនឹងប្រាក់គឺស្ថិតនៅក្នុងតម្លៃថេរប៉ុន្តែយើងមកតាមដានថាតើនៅក្នុងចុងសប្តាហ៍នេះតើមានព័ត៌មានឬក៏ព្រឹត្តិការណ៍ណាមួយដែលធ្វើឲ្យប៉ះពាល់ទៅលើតម្លៃមាសហើយនឹងតម្លៃប្រាក់ដែរឬទេបើសិនជាមានការអាប់ដេតឬក៏ការប្រែប្រួលណាមួយខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតដល់បងប្អូនទាំងគ្នានៅក្នុងវីដេអូក្រោយបន្ថែមទៀតបាទអរគុណច្រើនបងប្អូនទាំងគ្នាសម្រាប់ការគាំទ្រក៏ដូចជាតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍ហើយបងប្អូនចូលចិត្តវីដេអូបែបនេះសូមបងប្អូនជួយចុច like ចុច share ដើម្បីឲ្យបងប្អូនយើងផ្សេងទៀតគាត់បានឃើញផងហើយបើសិនជាបងប្អូនមានមតិយោបល់យ៉ាងណាបងប្អូនអាចធ្វើការ comment នៅក្រោមវីដេអូរបស់ខ្ញុំនេះបានបាទអរគុណច្រើនបងប្អូនទាំងគ្នាជម្រាបលាបាទ